มโลกออกนี้นะយើងថែញោមជីវិតថែជីវិតមិនឲ្យមានជីវិតរីករាយអញ្ចឹងជីវិតរីករាយគឺជាជីវិតមួយដ៏រស់នៅមានន័យជីវិតរីករាយបានន័យថាជីវិតមានអ្វីគ្រប់យ៉ាងដែលយើងត្រូវការតែពេលនេះខ្ញុំមិនទាន់មានអ្វីគ្រប់យ៉ាងទេអ្នកគ្រូហើយបងប្អូនរួមលោកទាំងអស់គ្នាខ្ញុំកំពុងតែមានរឿងចេះរឿងចោះមិនចេះចប់ពីមួយចូលមួយចប់ពីមួយចប់មួយអញ្ចឹងធ្វើខ្ញុំជីវិតរីករាយយ៉ាងម៉េចអ្នកគ្រូអញ្ចឹងអ្នកគ្រូនឹងប្រាប់ពីទៅពុកម៉ែបងប្អូនទាំងអស់គ្នាថាជីវិតរីករាយជាច្បាប់ធម្មជាតិឲ្យយើងកុំគិតសម្បកក្រៅគិតពីក្នុងចិត្តតើក្នុងចិត្តកំពុងគិតអីអញ្ចឹងគិតឲ្យជីវិតរីករាយការជីវិតរីករាយគឺជាជីវិតមួយដែលស្រស់ស្រាយបំផុតសម្រាប់ពុកម៉ែបងប្អូនរួមលោកទាំងអស់គ្នាមានសេចក្តីសុខនិងរីករាយនឹងអ្វីមួយដែលយើងកំពុងតែធ្វើហើយគឺយើងមានជីវិតរីករាយបំផុតអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនគិតថាអ្វីដែលកំពុងធ្វើយើងសប្បាយចិត្តយើងរីករាយយើងនឹងទទួលយកដែលយើងកំពុងធ្វើអត់ចេះហត់នឿយអញ្ចឹងជីវិតអត់ហត់នឿយបានន័យថាជីវិតមួយដែលយើងទទួលយកភាពរីករាយភាពអ្វីដែលយើងគិតថាយើងចង់បានយើងយកមកក្បែរយើងចង់បានយើងប្រព្រឹត្តទៅធ្វើដំណើរទៅឬមួយក៏យើងទៅដល់ទីកន្លែងនោះហើយយើងមានអារម្មណ៍រីករាយបំផុតអញ្ចឹងប្រធានបទជីវិតរីករាយក្រពេញញឹមក្រពេអញ្ចឹងពុកម៉ែបងប្អូនចង់បានជីវិតរីករាយត្រូវតែដាក់គោលដៅជីវិតណាកុំឲ្យអត់មានប្រេងវិស័យគោលដៅជីវិតតើជីវិតរបស់ខ្ញុំត្រូវដាក់គោលដៅតាមដោយវិធីណាពុកម៉ែបងប្អូនត្រូវដាក់គោលដៅថាតើពុកម៉ែបងប្អូនកំពុងតែចង់បានអ្វីនៅពេលនេះហើយអនាគតយើងត្រូវចង់បានអ្វីអញ្ចឹងទង្វើរបស់យើងនេះវាឲ្យរីករាយពេលណាគឺតែរីករាយគ្រប់ពេលវេលាអ្នកគ្រូអញ្ចឹងអ្នកគ្រូនឹងប្រាប់ថាកូននិយាយត្រូវតែមានស្នាមញញឹមគ្រប់ពេលវេលាណាទោះជាពេលណាដែលយើងពិបាកចិត្តយើងត្រូវតែដាក់គោលដៅផ្លែតគោលដៅរបស់ខ្ញុំគឺជីវិតរីករាយគោលដៅរបស់ខ្ញុំគឺជីវិតរីករាយនិយាយដដែលសរសេរនិយាយដដែលដើម្បីឲ្យคล้ายទៅជាទម្លាប់បែបច្បាប់ធម្មជាតិដ៏អស្ចារ្យដ៏មហាសាលនៅលើโลกនេះអញ្ចឹងដាក់គោលដៅមកជីវិតខ្ញុំគឺរីករាយជីវិតខ្ញុំគឺរីករាយតែម្ដងណាអាហ្នឹងគោលដៅដែរសម្រាប់ជីវិតរីករាយតើគោលដៅជីវិតយើងផ្សេងរឿងលុយកាក់រឿងផ្ទះសម្បែងរឿងលុយឡានរឿងអ្វីដែលមានសុភមង្គលរឿងផ្សេងទៀតអាហ្នឹងជើងដាក់គោលដៅបន្តទៀតណាពុកម៉ែបងប្អូនគ្រាន់តែថាជីវិតរបស់យើងងើបឡើងងើបពីគេងគឺរីករាយទៅកន្លែងធ្វើការក៏រីករាយទៅកន្លែងលក់ដូរក៏រីករាយគឺញញឹមប្រព្រាយគ្រប់ពេលវេលាព្រោះស្នាមញញឹមនេះហើយយើងជាស្នាមញញឹមមួយបែបធម្មជាតិដែលធ្វើឲ្យយើងនេះរីកដុះដាលជីវិតដ៏មានន័យរីកដុះដាលមុខរបររបស់យើងរីកដុះដាលសុភមង្គលមិនថានៅទីកន្លែងណាទេស្នាមញញឹមធ្វើឲ្យយើងផ្ដល់កម្លាំងចិត្តឲ្យអ្នកជំនាញខ្លួនយើងនិងអ្នកដទៃផ្សេងទៀតគ្រាន់តែឃើញមុខរបស់យើងគាត់មានកម្លាំងគាត់មានថាមពលអញ្ចឹងពុកម៉ែចង់បងប្អូនចង់បានរបៀបហ្នឹងត្រូវទេចង់បានថាជីវិតរីករាយមិនមែនរីករាយតែខ្លួនឯងទេគឺរីករាយឲ្យបងប្អូនរួមលោកទាំងអស់គ្នាដែលឃើញស្នាមញញឹមរបស់យើងគ្រប់ពេលវេលាអញ្ចឹងវីដេអូនេះអ្នកគ្រូសូមមានស្នាមញញឹមគ្រប់ពេលវេលារហូតដល់คลิปវីដេអូចប់ហើយអ្នកគ្រូក៏ជាដាក់គោលដៅជាជីវិតរីករាយគ្រប់ពេលវេលានិងឲ្យបានជារៀងរហូតដល់ដង្ហើមចុងក្រោយទោះជាចាប់ជាតិណាគ្រប់ជាតិសូមឲ្យជីវិតរីករាយគ្រប់ពេលវេលាទាំងអស់ព្រោះច្បាប់ធម្មជាតិខ្ញុំនឹងចែករំលែកការចំណេះដឹងខ្ញុំបានយល់ពីច្បាប់ធម្មជាតិអញ្ចឹងខ្ញុំមានសេចក្តីសុខខ្ញុំមានពេលវេលាឲ្យខ្លួនឯងគិតបែបរីករាយណាជីវិតខ្ញុំពិតជាអស្ចារ្យសម្រាប់ការរស់នៅសប្តាហ៍ថ្ងៃនេះហ្នឹងហើយពុកម៉ែបងប្អូនទាំងគ្នាណាគ្រាន់តែប្រើពាក្យជីវិតរីករាយបំមាត់ធ្វើឲ្យយើងមានស្នាមញញឹមធ្វើឲ្យយើងមានសេចក្តីសុខធ្វើឲ្យយើងមានអារម្មណ៍ល្អដោយក្តីស្រឡាញ់ធ្វើឲ្យយើងទៅណាមកណាគឺអាចញញឹមបានគ្រប់ពេលវេលាណាពុកម៉ែបងប្អូនអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាគិតបែបងាយស្វាយណាពុកម៉ែបងប្អូនពងមើលវីដេអូពេលនេះឬនៅពេលក្រោយអីណាជីវិតកំពុងយ៉ាងណាពេលនេះហើយ
30 ឆ្នាំ20ឆ្នាំឬមួយក៏ពេលនេះនៅតែគិតអ្វី50 60ឆ្នាំ70ឆ្នាំហើយនៅតែគិតតែមិនទៀតឡើយហ្នឹងជីវិតនៅតែពិបាកដល់ណាទៀតទម្លាក់ចោលឲ្យអស់ទម្លាក់ចោលឲ្យអស់គិតសារជាថ្មីទម្លាក់ចោលឲ្យអស់ជីវិតរីករាយញញឹមមកពុកម៉ែបងប្អូនញញឹមមកមើលហើយញញឹមឲ្យចេញមកពិបាកចិត្តមែនទេគិតអ្វីប្រេះផ្ដាស់មែនទេគិតនេះគិតនោះមិនចេះចាប់ញញឹមមកញញឹមយកហុងស៊ុយញញឹមយកពេលវេលាដ៏រីករាយរបស់យើងមកវិញណាធម្មជាតិកើតមកបង្កើតមកឲ្យមានភាពរីករាយបំផុតតែយើងបំភ្លេចភាពរីករាយដោយសារសម្បកក្រៅរបស់យើងធ្វើការហត់នឿយយើងអស់កម្លាំងយើងមានរឿងនេះរឿងនោះយើងមិនអាចរីករាយបានអញ្ចឹងថ្ងៃនេះអ្នកគ្រូមកបកបង្ហាញពីច្បាប់ធម្មជាតិដ៏អស្ចារ្យនេះអ្នកគ្រូនិយាយដដែលដើម្បីអីឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាខ្លាយជាទម្លាប់សាមស៊ាំនឹងជីវិតរបស់យើងត្រូវប្រាប់ខ្លួនឯងជារឿយថាជីវិតរបស់ខ្ញុំគឺរីករាយជីវិតរបស់ខ្ញុំគឺរីករាយតែប៉ុណ្ណោះព្រោះជីវិតរីករាយធ្វើឲ្យយើងមានសុខភាពផ្លូវចិត្តរឹងមាំបំផុតជាស្ដេចមនុស្សលើលោកពេលខ្លះយើងដឹងហើយយើងធ្វើបានគឺផល100%ចូលមកក្នុងជីវិតរបស់យើងអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនទាំងគ្នាណាមើលคลิปនេះហើយសូមឲ្យជួយចែករំលែកបន្តឲ្យបានច្រើនណានិង comment ជាសំណួរបានណាពុកម៉ែបងប្អូនគិតថាវីដេអូនេះយ៉ាងម៉េចដែរអញ្ចឹងជួយកែលម្អអ្នកគ្រូទាំងអស់គ្នាណាព្រោះយើងជាសាច់ឈាមនិងជារូបរាងខាងក្រៅការនិយាយស្ដីយើងអាចតែមានខុសឆ្គងអីខ្លះអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនអាច comment ខាងក្រោមកែលម្អបានណាឬមួយក៏ comment ចង់មានសំណួរអ្វីផ្សេងទៀតសម្រាប់ជីវិតរីករាយពុកម៉ែបងប្អូនដើម្បីឲ្យអ្នកគ្រូចែករំលែកបន្តឬមួយក៏ comment តាម Telegram អីចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាអាចចែករំលែកបន្តនិង comment ខាងក្រោមនិងអាចតាមលេខទូរស័ព្ទបានឆាតតាម Telegram ណា086 19 337និង078 322 968ប្រឹក្សាដែលឲ្យគិតថ្លៃសេវាពុកម៉ែបងប្អូនទាំងអស់គ្នាណាមិនថាមានរឿងអ្វីកើតឡើងទេសូមឲ្យប្រឹក្សាជាមួយអ្នកគ្រូដើម្បីឲ្យខ្លាយទៅជាជីវិតរីករាយនិងគោលដៅជីវិតរីករាយនិងគោលដៅផ្សេងទៀតក៏អាចមានកើតឡើងចំពោះពុកម៉ែបងប្អូនគ្រប់រូបលើពិភពលោកព្រោះអ្នកគ្រូគោលដៅអ្នកគ្រូគឺជួយបងប្អូនរួមលោកទាំងអស់គ្នាលើពិភពលោកឲ្យស្គាល់ច្បាប់ធម្មជាតិដ៏អស្ចារ្យនេះនិងស្គាល់ពីអ្វីដែលមានជីវិតរីករាយដាក់គោលដៅដោយងាយស្វាយចឹងសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាត្រៀមទទួលភាពរីករាយនេះទាំងអស់គ្នាដើម្បីឲ្យយើងទាំងអស់គ្នាមានអ្វីដ៏អស្ចារ្យកុំឲ្យកើតមកគិតថាជីវិតឆាចោលកុំឲ្យថាកើតមកជីវិតគ្មានដែរមានចេះតែក្តីសុខសោះកើតមកទុករហូតចឹងមើលវីដេអូហើយឡើយមានទុកហើយជំរុះចោលណាជំរុះចោលហើយត្រូវតែយកទឹកមកតល់មកលុបមុខនឹងបាចជុំវិញផ្ទះទាំងអស់ប្រាប់ថាជីវិតរបស់ខ្ញុំគឺរីករាយផ្ទះរបស់ខ្ញុំគឺចូលមកជជែកជុំមានក្តីសុខក្តីចម្រើនគឺអ្វីគ្រប់យ៉ាងជុំវិញខ្ញុំគឺមានក្តីសុខទាំងអស់អញ្ចឹងសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាមានតែសេចក្តីសុខក្តីចម្រើនរកស៊ីមានបានណាសូមឲ្យគ្រួសារមានសុភមង្គលសូមឲ្យគ្រប់យ៉ាងទាំងអស់នៅជុំវិញខ្លួនមានតែរឿងល្អចូលក្នុងជីវិតលក់ដូរក៏ដាច់ណាប្តីក៏ល្អកូនក៏ល្អបើសិនជាខ្វះខាតត្រង់ចំណុចណាមួយជីវិតយើងមិនរីករាយឬក៏មានទុក្ខលំបាកអាចមកភាសាជាមួយអ្នកគ្រូបានណាសូមអរគុណសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានស្ដាប់វីដេអូពីដើមដល់ចប់ហើយបានចែករំលែកនិង comment follow និងបងប្អូនទាំងអស់គ្នា subscribe ផងព្រោះនេះជាវីដេអូដែលខ្ញុំយកទៅបង្ហោះក្នុង YouTube ដើម្បីឲ្យរកលុយតាម YouTube ដែរអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាត្រៀមរៀបចំណាត្រៀមរៀបចំជីវិតមួយដ៏រីករាយដាក់គោលដៅជីវិតរីករាយព្រោះអ្នកគ្រូនិយាយពាក្យដដែលដើម្បីឲ្យពុកម៉ែបងប្អូនត្រូវគិតថាការនិយាយដដែលនេះឲ្យធ្វើឲ្យយើងចងចាំល្អព្រោះយើងនិយាយដដែលវាខ្លាចជាទម្លាប់ដ៏អស្ចារ្យមួយនៅលើលោកនេះមិនថាទម្លាប់អ្វីទេសប្តាហ៍ថ្ងៃងើបពីគេងឡើងគឺរអ៊ូថាជីវិតខ្ញុំរីករាយបំផុតជីវិតខ្ញុំរីករាយបំផុតជីវិតខ្ញុំគោលដៅគឺរីករាយគ្រប់ពេលវេលាទាំងអស់ចឹងមានតែពុកម៉ែបងប្អូនខ្លួនឯងទេណាជាអ្នកដាក់គោលដៅខ្លួនឯងងើបពីគេងរៀបចូលគេងគឺប្រាប់ខ្លួនឯងជានិច្ចនិរន្តរ៍ជានិច្ចដើម្បីឲ្យ